niệm sạch ní chỉ sạch nó chui về niệm tới cứ xài một hồi đó rồi sao bên mẹ đông sạch tụi này là cái đá sạch này chẳng chụp dù ngay mà nó ăn nguột nè បញ្ហាផ្សិតសើមឬមានក្លិនស្អុយរលាកអាចឆ្លងមេរោគបង្កធ្ងន់ធ្ងរបានផ្សិតជ្រុះហើយតែនៅមានសភាពសាមអ៊ីអៀចមានបញ្ហារលាកហើមនិងមានដុំសាច់នៅចំកណ្ដាលផ្សិតតែម្ដងនេះជាបញ្ហាដែលគួរឲ្យយកចិត្តទុកដាក់ចំពោះទារកដែលមានអាយុ2សប្តាហ៍ក្រោយសម្រាលណាម៉ាម៉ាអ្នកខ្លះដែលអត់ទាន់បានដឹងពីរបៀបសម្អាតផ្សិតកូនណាម៉ាម៉ាអាចចូលទៅមើលវីដេអូដែលណែនាំពីដុកទ័រកុមាររបស់យើងនៅក្នុង page របស់សម្ភពរស់យើងបានបញ្ហាផ្សិតកូនតូចដែលមានបញ្ហានៅសាមសើមហើយថែមទាំងមានដុំតូចនៅចំកណ្ដាលផ្សិតបែបនេះត្រូវបានពិនិត្យយ៉ាងហ្មត់ចត់បំផុតហ្មងពេលដែលម៉ាក់យកអូនមកឆែកសុខភាពកូនក្រោយសម្រាប់បាន2សប្តាហ៍ហើយម៉ាក់ពិតជាបាននាំអូនមកទាន់ពេលវេលាល្អមែនតែនព្រោះពេលដែលដុកទ័រកុមារយើងបានពិនិត្យឃើញទាន់ពេលបែបនេះអាចជួយព្យាបាលទាន់ពេលវេលាបានបញ្ហាផ្សិតបែបនេះបើតាមដុកទ័រកុមារប្រាប់ថាអាចមានវិធីព្យាបាលគឺតាមរយៈការប្រើថ្នាំលាបពីលើផ្សិតជុំវិញនឹងដោយដុកទ័រផ្ទាល់និងមួយទៀតគឺព្យាបាលដោយការដុតតែម្ដងម៉ាក់អើយចង់ចែករំលែកថាករណីផ្សិតទារកពិតជាសំខាន់ខ្លាំងណាស់ដែលម៉ាក់ត្រូវតែប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ថែទាំសម្អាតណាបើសិនជាផ្សិតមានបញ្ហាសើមរលាកហើមឬក៏មានក្លិនស្អុយហ្នឹងអាចនឹងបង្កឲ្យមេរោគចូលទៅក្នុងខ្លួនកូនចូលទៅក្នុងឈាមកូននឹងក្តៅខ្លួនទាំងហក់ពិបាកដកដង្ហើមហើយឈាមដល់ធ្ងន់ធ្ងរគឺអាចស្លាប់បានណាដូច្នេះការថែទាំផ្សិតជារឿងមួយសំខាន់មិនអាចរំលងបានទេម៉ាក់មានជាសំណួរអាចខមមិននៅក្រោមវីដេអូនេះបានណាហើយចង់យកកូនមកឆែកសុខភាពក្រោយសម្រាលមិនថាអូនអាយុប្រហែលថ្ងៃប្រហែលខែម៉ាក់អាចយកអូនមកពិនិត្យសុខភាពបានតាក់ទងមករស់មកណាក់ដុកទ័រឆាកសួរនៅក្នុង page រស់ក៏បានដែរក្រុមការងារនឹងឆ្លើយតបម៉ាក់ឬក៏ call មកតាមលេខដែលមាននៅក្នុងវីដេអូនេះក៏បានដែរណាសម្ភពរស់មាន2សាខាណាម៉ាក់មានសាខាចំការមននៅជិតដំបងមូសាដើមថ្កូវនិងសាខាសានសុកនៅក្នុងផ្សារអន2ជាន់តតដេតែម្ដងអរគុណ